ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះអូនតុងក៏ចាប់ផ្ដើមមកជិនពងទាធ្វើជារូបខ្លាឃ្មុំក្បាលខ្លាឃ្មុំគេចេះធ្វើហើយថ្ងៃនេះគេចង់ឲ្យម៉ាក់ថតមើលថាតើកូនធ្វើនឹងតំណងអត់ចាបងប្អូនជាសិស្សកូនក្មួយទាំងអស់ដែលចង់រៀនជិនពងទាដូចអូនតុងអាចសាកល្បងបានជាដំបូងអូនតុងគាត់យកកូនចានទូចមួយមកគាត់គោះពងទា2គ្រាប់ដាក់ចូលក្នុងកូនចានរួចហើយគាត់ថែមស្ករប៊ីចេងអំបិលបន្តិចរួចរាល់គាត់ក៏ចាប់ផ្ដើមគោះក្រឡុកពងទានឹងវាយចូលគ្នាឲ្យចូលជាតិសព្វទាំងអស់បន្តមកទៀតគាត់បើកចង្ក្រានហ្គាសក៏ដាក់ពុំខ្ទះរូបក្បាលខ្លាឃ្មុំលើចង្ក្រាននឹងឲ្យរៀងក្តៅពេលដែលពុំចាប់ផ្ដើមក្តៅហើយគាត់ក៏ចាក់ប្រេងចូលបន្ទាប់ពីចាក់ប្រេងចូលហើយគាត់ក៏យកពងទាចាក់ទៅក្នុងពុំនោះទៅចាក់នៅប្រហែលជាត្រូវរងចាំឲ្យពងទារៀងឆ្អិនបន្តិចខ្ទង់ប្រហែលជា2នាទីទើបអូនតុងចាប់ផ្ដើមប្រែម្ខាងទៀតត្រឡប់ប្រែម្ខាងទៀតអត់ដល់នឹងទឹកដាក់វះដូចស្អីឡាំធ្វើអស់នឹងទៅបាក់នេះអត់ខ្លោចតានោះស្នាដៃកូនពៅជៀនពងទានេះគឺមកធ្វើមកទៀតYes,